បទពិសោធន៍ជីវិតខ្ញុំយល់ច្បាស់នៅរឿងរ៉ាវមួយចំនួនដែលបានកើតមាននៅក្នុងជីវិតរបស់ខ្ញុំបានបង្រៀនឲ្យខ្ញុំចេះទ្រាំចេះអត់ធ្មត់រហូតដល់ខ្ញុំអាចដឹងយល់ចេះឈរបានយ៉ាងរឹងមាំដោយខ្លួនឯងចំណែកមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំក៏ដូចគ្នាគ្រប់គ្នាបានបង្រៀនឲ្យខ្ញុំដឹងនិងយល់បានច្រើនពីភាពល្ងង់ខ្លៅរបស់ខ្ញុំអ្នកដែលនិយាយដើមខ្ញុំផ្ដល់នូវភាពល្បីល្បាញដល់ខ្ញុំធ្វើឲ្យអ្នកដែលមិនស្គាល់ខ្ញុំចាប់ផ្ដើមចង់ស្គាល់ចាប់ផ្ដើមចង់ស្គាល់មកលើរូបខ្ញុំអ្នកដែលមើលងាយខ្ញុំបានផ្ដល់នូវកម្លាំងចិត្តដល់ខ្ញុំបានធ្វើឲ្យខ្ញុំចេះឈឺចាប់ហើយក៏ចាប់ផ្ដើមចេះតស៊ូចេះខំប្រឹងប្រែងជំនះរាល់ពាក្យប្រមាថអ្នកងាយទាំងអស់អ្នកដែលកុហកខ្ញុំបានផ្ដល់នូវមេរៀនជីវិតដល់ខ្ញុំធ្វើឲ្យខ្ញុំយល់ពីតម្លៃនៃភាពជឿជាក់លើការរាប់អានយល់ពីភាពស្មោះត្រង់ក្នុងចំណោមមនុស្សដែលយើងស្គាល់អ្នកដែលបោកប្រាស់ខ្ញុំបានផ្ដល់នូវបទពិសោធន៍ដល់ខ្ញុំឲ្យខ្ញុំចេះប្រុងប្រយ័ត្នចេះត្រៀមចេះត្រាប់មើលលើបុគ្គលកលៈទេសៈពេលវេលាគេធ្វើឲ្យខ្ញុំចេះហ្មត់ចត់ជាងមុនអ្នកដែលស្រឡាញ់ចូលចិត្តខ្ញុំគឺតែងតែឲ្យខ្ញុំល្អឲ្យតម្លៃខ្ញុំកែលម្អបើខ្ញុំខុសហើយមិនចាកចេញពីខ្ញុំឡើយគេធ្វើឲ្យខ្ញុំយល់ពីអារម្មណ៍ដែលកក់ក្ដៅឲ្យខ្ញុំរស់នៅត្រូវមានសង្ឃឹមគេផ្ដល់ស្នាមញញឹមនិងកម្លាំងចិត្តដល់ខ្ញុំអ្នកដែលច្រណែនខ្ញុំគឺតែងតែទើសទាល់ចាំចាប់កំហុសចង់ឲ្យខ្ញុំអាក្រក់ចាក់រកឆ្កេះឆ្កៀលលួចធ្វើបាបច្រណែនមើលងាយមិនជួយកែប្រាប់ខុសប្រាប់ត្រូវឡើយហើយក៏មានតែការស្អប់ខ្ពើមខ្ញុំព្រោះតែចង់ឲ្យខ្ញុំពិបាកបរាជ័យគ្មានសារអ្វីនៅក្នុងជីវិតគិតតែអ្វីដែលអវិជ្ជមានមកលើខ្ញុំនឹងចាកចេញដោយឈប់រាប់អាននៅបុគ្គលនោះពីមុនខ្ញុំជាមនុស្សទន់ជ្រាយមិនរឹងប៉ឹងដោយសារតែខ្ញុំមិនចេះខិតខំមិនចង់បានមិនចង់ដឹងមិនមានគោលការណ៍ច្បាស់លាស់និងនិយាយស្ដីចូលចិត្តឲ្យគេជន់ហើយគិតថាគេជាមនុស្សស្លូតប្រសើរតែមានអ្វីអ្នកខ្លះធ្វើបាបមើលងាយថែមទាំងប្រមាថថាឲ្យខ្ញុំបំបាក់មុខខ្ញុំរំចំពន្លិចចង់ឲ្យខ្ញុំវិនិច្ឆ័យតែរឿងរ៉ាវទាំងនេះបានធ្វើឲ្យខ្ញុំចេះដឹងចូលក្នុងសង្គមយ៉ាងល្អខ្ញុំមិនដឹងដូចពីមុនដែលទន់ជ្រាយឲ្យអ្នកចន់ទៀតឡើយក៏មើលងាយមនុស្សត្រឹមតែសម្បកក្រៅព្រោះវាសនាមនុស្សរស់នៅមើលមិនឃើញទេកុំចង់បំបាក់គេតែភ្លេចអភិវឌ្ឍខ្លួនឯងតែយ៉ាងណាក៏ខ្ញុំចង់ប្រាប់ថាខ្ញុំអរគុណដែលធ្វើឲ្យមនុស្សទន់ជ្រាយល្ងង់ខ្លៅម្នាក់នេះយល់ច្បាស់ពីរសជាតិនៃជីវិតការរាប់អានមិត្តនិងការប្រើប្រាស់ជីវិតឲ្យបានល្អប្រសើរទៅតាមពេលវេលាសមគួរ